ចាសួស្តីបងប្អូនរីករាយថ្ងៃចុងសប្តាហ៍ថ្ងៃនេះខ្ញុំមកមានរឿងមួយនិយាយជាការលេងសើចហើយនឹងក៏ជារឿងពិតហើយនឹងក៏ជាបទពិសោធន៍របស់មនុស្សម្នាក់គួរនឹងស្វែងយល់គឺមានចំណងជើងថាកម្មមានពិតមានបរិះវ័យចំណាស់ម្នាក់ផ្ទះគាត់គឺមានសត្វកណ្ដុរច្រើនណាស់ហើយសត្វកណ្ដុរនោះផ្ទះនរណាក៏ស្អប់ខ្ពើមដែរព្រោះសត្វអស់ទាំងនេះជាសត្វដែលមានមេរោគរាតត្បាតនៅក្នុងផ្ទះរញ៉េរញ៉ៃខ្លាំងណាស់ដូច្នេះគេត្រូវតែកម្ចាត់ក៏ប៉ុន្តែវិធីកម្ចាត់របស់បរិះវ័យចំណាស់ម្នាក់គាត់បានដាក់អង្គប់រួចហើយគាត់មិនបានយកទៅបោះចោលឬក៏គាត់វាយឲ្យវាស្លាប់ទេគឺគាត់តែងតែរៀងរាល់តែពេលគាត់ដាក់អង្គប់នៃសត្វកណ្ដុរនោះបានគាត់យកទឹកក្តៅយកមកស្រោចលើនៅអង្គប់នោះគឺសត្វកណ្ដុរនោះគាត់ប្រកាច់មើលទៅយ៉ាងវេទនាបំផុតជារៀងរាល់ពេលគឺបរិះនោះគាត់តែងធ្វើអញ្ចឹងជានិច្ចហើយនេះក៏ជារឿងពិតដែរនៅថ្ងៃមួយដែលបរិះនោះគាត់មានវ័យជរាពាធគាត់ធ្លាក់ខ្លួនមានជំងឺឈឺគាត់คล้ายទៅជាមនុស្សម្នាក់ដែលញ័រដៃញ័រជើងឈឺរ៉ាំរ៉ៃក៏ត្រេកក៏ត្រាក់គេហៅថាដូចជាសត្វកណ្ដុរដែលរងទឹកក្តៅដែលគាត់ចាក់នោះឲ្យស្លាប់ដោយវេទនាអញ្ចឹងព្រោះសត្វកណ្ដុរបើយើងកំចាត់វាហើយយើងវាយវាស្លាប់ទៅមិនបាច់ចាំប្រហារជីវិតគ្នាហើយយកទឹកក្តៅយកមកចាក់អញ្ចឹងទេបុរសនោះគាត់មានកម្មជាមួយសត្វកណ្ដុរនៅរញិរញ័រដូចជាសត្វកណ្ដុររហូតដល់ពេលមួយប្រពន្ធរបស់គាត់និងអ្នកជិតខាងរបស់គាត់បានទៅសួរសុខទុក្ខគាត់នៅការគាត់អវត្តមាននៃការដើរចេញមកក្រៅលេងជាមួយអ្នកជិតខាងក៏អ្នកជិតខាងក៏បានទៅសួរសុខទុក្ខហើយក៏លាន់មាត់និយាយថាបងមានបាបកម្មជាមួយសត្វកណ្ដុរបងចាំទេខ្ញុំឃើញបងជារៀងរាល់ពេលដែលបងដាក់អង្គប់នៃសត្វកណ្ដុរនោះបានបងតែងយកទឹកក្តៅយកស្រោចលើអង្គប់នោះហើយបានបងយកដកវាយកទៅបោះចោលហើយដល់ពេលស្ថានភាពរបស់បងឈឺរហូតមកដល់ពេលនេះបងមានសម្គាល់ឃើញថាបងមានបាបកម្មទេបុរសវ័យចំណាស់ម្នាក់នោះគាត់បាននិយាយថាខ្ញុំទទួលស្គាល់ជាបាបកម្មរបស់ខ្ញុំបានយកទឹកក្តៅដែលកំពុងពុះយកមកចាក់ស្រោចលើសត្វកណ្ដុរនោះគឺស្លាប់ដោយវេទនារញាក់រញ័រឥឡូវដល់វ័យខ្ញុំពេលនេះគឺចាប់ផ្ដើមដែលខ្ញុំមានរោគគាពាធហើយ